ជាដាបាទឥឡូវនេះឃើញថាក្រុមការងាររបស់មន្ទីរអាវុធជនបទខេត្តមណ្ឌលគិរីកំពុងតែគេហៅថាសម្រួលផ្លូវដីនេះដើម្បីគេហៅ trace ជាមុនដើម្បីស្ថាបនាទៅជាផ្លូវកស៊ូអញ្ចឹងឆាប់ខាងមុខបងប្អូនអ្នកភូមិយើងប្រកាសជាទទួលបានផ្លូវរលោងស្អាតហើយជាមួយគ្នានេះក៏សូមពរថាកុំឲ្យមេតាកុំឲ្យដឹកលើសទម្ងន់ខ្លាំងពេកអញ្ចឹងបងប្អូនយើងដែលមានកសិផលនៅតំបន់ហ្នឹងដាំដលងដាំអីហ្នឹងthìទឹកធ្លាប់ស្រួយហ្នឹងយើងអាចដឹកមកមកទៅដើម្បីផ្លូវរបស់យើងនេះប្រើប្រាស់បានយូរអង្វែងព្រោះងាយទេបងប្អូនអើយចម្លងបានផ្លូវស៊ូផ្លូវបេតុងមួយខ្សែគឺត្រូវការប្រើថវិកាច្រើនហើយប្រើពេលយូរណាស់តម្រាំមានកញ្ចប់ថវិកាធ្លាក់មកក្នុងការស្ថាបនាផ្លូវអញ្ចឹងមានតែការចូលរួមថែរក្សាថែទាំរបស់គ្នាហើយជាពិសេសបងប្អូនដែលមានដីនៅតាមបណ្ដោយផ្លូវកស៊ូក៏ដូចជាផ្លូវទាំងអស់គ្រប់បណ្ដាញផ្លូវគុំនាំគ្នាចាក់ដីខ្លួនឯងហ្នឹងឲ្យខ្ពស់ជាងផ្លូវអីជៀសវាងអាផ្លូវយើងហ្នឹងខ្លាយទៅជាអូហូរទឹកទៅវាឆាប់ខូចគុណភាពផ្លូវប្រើប្រាស់មិនបានយូរអញ្ចឹងយើងនាំគ្នាចូលរួមទាំងអស់គ្នាទៅហើយបើមានស្មៅមានកូនឈើសុបទ្រុបដុះតាមចើមផ្លូវអីហ្នឹងយើងចូលរួមកាប់សម្អាតទាំងអស់គ្នាដើម្បីឲ្យគុណភាពផ្លូវហ្នឹងប្រើប្រាស់បានកាន់តែយូរអង្វែងបាទសូមអរគុណ